អូខេលោកសួស្តីអ្នកនរគ្នាសូមមកកាន់សកលមេកាវ៉ាភីរបស់យើងបន្តទៀតបើសិនជាអ្នកនរគ្នាជិះចិត្តវីដេអូនេះកុំភ្លេចចុច like subscribe និង comment ម្នាក់មួយផងយើងបានថាលោកភីមានការសប្បាយចិត្តខ្លាំងនៅពេលដែលគាត់បានថាទីនេះជាបានប្រកាសមែនហើយគាត់បាននិយាយថាទីបំផុតក៏បានមកដល់ទីនេះហើយក៏តែចង់មកទីនេះជាយូរណាស់មកហើយព្រោះថាទីនេះអ្វីគ្រប់យ៉ាងមានទំហំធំខ្ញុំឆ្ងល់ថាតើមានអ្វីនៅtrongដើមឈើមួយនេះលោកគីខ្ញុំដឹងថាប្រទេសមួយនេះបានធ្វើសង្គ្រាមជាច្រើនហើយប្រទេសនេះជាប្រទេសដែលរងមាំជាងគេនៅលើពិភពលោកមិនអត់ខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនដែលឃើញរបស់ធំៗបែបនេះវាមុនមកទេអេឲ្យស្រាប់យើងសិនមើលយើងគឺជាទីទេពនៃព្រះអាទិត្យឯងគ្មានសិទ្ធិអីមកនិយាយរញ៉េរញ៉ៃនៅមុខយើងបែបនេះទេពេលជាងសួរចាំឯងឆ្លើយយើងគ្រាន់តែចង់សួរឯងថាតើពេលនេះឯងគិតបែបណាចំពោះសភាពយើងក្នុងពេលនេះគិតអំពីអីគេតើឯងត្រូវបានចុះខមមែនត្រូវហើយឯងនឹងស្រាប់ហើយគ្មានអ្នកចង់ចុះខំបែបនេះទេយើងក៏ចង់មានសេរីភាពដោយអ្នកដទៃដែរយើងជាមនុស្សម្នាក់ដែលខ្លាំងក្លាណាស់ខ្លាំងជាងគេនៅបាននេះតែម្ដងយើងមិនអាចរើសពីច្បាប់មួយនេះគឺដោយសារតែច្បាប់មួយនេះធ្វើពី Sea Prison Stone វាធ្វើឲ្យយើងអស់កម្លាំងដូច្នេះយើងចង់បង្ហាញរឿងមួយរ៉ូឌីយើងមិនឈ្មោះរ៉ូឌីយើងឈ្មោះលូហ្វីចង់យើងជួយគ្នាទៅវិញទៅមកទៅលូហ្វីឯងចាំខ្លាចទៅជាស្ដេចចៅសមុទ្រមែនទេបើឯងជួយដោះលែងយើងនឹងទៅសម្រាប់ចៅសមុទ្រឲ្យទៀតឲ្យឯងនឹងខ្លាចទៅជាស្ដេចចៅសមុទ្ររំវិញយើងគ្រាន់តែចង់ឲ្យឯងទៅលើកទសោហើយយើងមកជួយដោះលែងយើងមិនទំទាអីច្រើនទេហើយមកនេះយើងភ្លេចប្រាប់ឯងទីនេះគឺជាជាន់ក្រោមបំផុតនៃអេបាវាដូចជាឋាននរកអញ្ចឹងឧក្រិដ្ឋជនត្រូវបានបញ្ជូនមកទីនេះដើម្បីឃុំឃាំងឬក៏ប្រហារជីវិតបើមិនបើឯងដើរការតាមផ្លូវខាងមុខនេះឯងនឹងឃើញក្រុមគុំយៈឬក៏ក្រុមជាអមរងជាច្រើនបើតាមរឿងព្រេងនិទានគេហៅទីនេះថាពិភពលោកដើមហើយឯងនឹងមិនអាចឃើញព្រះអាទិត្យបានទេយើងមិនដឹងឡើយថាឯងមកទីនេះគឺដើម្បីអ្វីតែយើងសូមមានឯងថាបើសិនបើឯងដែលឆ្លងកាត់ភ្នំនៅខាងមុខនេះឯងត្រូវតែប្រុងប្រយ័ត្នផងព្រោះភ្នំនីមួយៗសុទ្ធតែមានម្ចាស់របស់វាហើយសត្វសាហាវទាំងនោះគឺជាមិត្តរបស់យើងតាំងពីវ័យក្មេងមកម្លេះពួកគេមានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងយើងហើយទោះបីជាយើងជាប់ច្បាប់មិនអាចធ្វើអ្វីបានតែបើសិនបើឯងចង់មកកបញ្ហាមកកាន់យើងពួកគេនឹងមិននៅស្ងៀមនៅឡើយពេលនោះក៏មានមនុស្សប្រមាណអ្នកមកកាន់ទីនេះពួកគេមានតែរបាំងមុខហើយស្លៀកសម្លៀកបំពាក់យ៉ាងចម្លែកគ្នាបែបនេះលោកគេក៏បានប្រាប់ប្រកាន់លោកភីថាពួកឥឡូវទាំងនេះគឺជាមនុស្សល្ងង់ដែលហ៊ានមកឈ្លានពានទឹកដីអាបាពួកគេទាំងនេះគឺជាមនុស្សដែលនៅសេសសល់ពីការស្លាប់ពួកគេស្លៀកសម្លៀកបំពាក់បែបនេះគឺដើម្បីជៀសវាងពីការវាយប្រហាររបស់សត្វសាហាវបរិយតើវាចេតនានៅលើខ្លួនរបស់វាមានរបស់មានតម្លៃអត់ទុំញ៉ៃញ៉ៃមួយវាអីមេមើលតាមនេះដូចមិនតំណងសោះខ្ញុំមិនចង់ស្លាប់លើមុនទេមកណាតែសខំទីនេះណោចង់ស្អីតគាត់មានតំណែងអីជាមួយវាហើយមេព្រះលូហ្វីនៅពេលទៅវិញគាត់កំពុងតែលេងជាមួយនឹងសត្វសាហាវនៅពេលទៅលើថាសែមបានមកទីនេះលូហ្វីបានសួរទៅកាន់ពួកគេថាតែមិនពួកឯងនិយាយអំពីសែមមែនទេតើសែមពិតជាបានមកទីនេះមែនទេតើឯងជាមិត្តចម្សក់ហមនោះមែនទេអាចស្មើកំសាកម្នាក់នោះវាពិតជាបានមកទីនេះពិតមែនមែនណានិយាយលេងតើគង់តែយើងមិនអាចរើទេកុំអីយើងសម្រាប់ឯងមកទៅហើយបើឯងរើមិនទេឯងនៅស្ងៀមទៅលើក្រោយឯងមិនត្រូវនិយាយបែបនេះទេមិនចឹងទេយើងនឹងវាឯងឲ្យគាត់នឹងដើមឈើនេះមិនខានតែហេតុអីបានជាសែមមកទីនេះហេតុអីបានជាគាត់មកជួយមកឯងតែឯងមានអ្វីពាក់ព័ន្ធជាមួយនឹងគាត់មិនអីទេយើងនឹងប្រាប់ឯងតែយើងមានលក្ខខណ្ឌមួយតែរឿងក្បែរកម្មការខេគ្នារបស់លូហ្វីនៅខាងលើដែរវិញនៅពេលដែលពួកគេកំពុងធ្វើដំណើរឆ្លងកាត់ស្ពានលោកសតសត្វបានឃើញរ៉ូដូរត់កាត់ស្ពាននេះផងដែរតែគាត់បានរកគេចេញពីយ៉ាទាំងពីរដែលបានទៅចាប់ខ្លួនគាត់កាលពីភាពមុនយើងក៏បានឃើញយ៉ាទាំងពីររត់ដេញតាមរ៉ូដូព្រមទាំងយកទឹកសានីមកជាមួយផងដែរតែរ៉ូដូរត់មកនេះវាជាណាស់ទៅកាន់ពួកគេដូច្នេះពួកគេបានព្យាយាមរត់ឲ្យលឿនតាមដែលអាចធ្វើបាននៅឯអនុវត្តនេះផងដែរយើងក៏បានឃើញហារូដិនគាត់បានទៅប្រមាញ់សត្វជាមួយគ្នារបស់គាត់ដើម្បីត្រៀមជាអាហារសម្រាប់លូហ្វីគាត់ក៏បានប្រាប់រឿងរ៉ាវអំពីលូហ្វីដែលបានជួយជីវិតគាត់ទៅកាន់គ្នារបស់គាត់ផងដែរហើយនេះគឺជារចនាសម្ព័ន្ធរបស់ក្រុមចៅសមុទ្រចំនួនថ្មីដែលជាចំនួនបន្តពីដូរ៉េនិងប្រូគីហារូដិនគឺជាកាប៉ាតែននៃក្រុមចៅសមុទ្រមួយនេះក៏បើជាចុងភៅប្រចាំសំពៅអ្នកជាគ្រូពេទ្យនិង Stan ជាចូលសំពៅចុងក្រោយគឺជារ៉ូដែលជាអ្នកមើលគោលដៅឬអាកាសធាតុផ្សេងៗនៅលើសំពៅនៃចម្បាំងជាពេលនេះវិញរ៉ូបានកសាក់ឲ្យកាន់រ៉ូប៊ិនឲ្យដូចទៅនឹងកាតានាងបានចូលជាមួយសកាលពេលដែលនាងទៅក្មេងហើយពេលនេះពួកគេក៏បានមកដល់ដែនសមុទ្ររបស់បាផងដែរចុងបញ្ចប់នៅជិតនេះយើងបានឃើញថានរណាម្នាក់បានស្រែកថាសរសរសេរបានដូរសន្លប់